សួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំគឺជាផ្លែប៉ោមក្រហមដ៏ស្រស់ស្អាតនិងមានសុខភាពល្អមើលចុះខ្ញុំមានស្បែករលោងនិងរូបរាងដ៏រឹងមាំនៅក្នុងខ្លួនរបស់ខ្ញុំសម្បូរទៅដោយវីតាមីន C ដែលជួយឲ្យអ្នកមិនងាយឈឺនិងវីតាមីន A ដែលជួយឲ្យភ្នែករបស់អ្នកមើលឃើញច្បាស់ល្អញ៉ាំខ្ញុំមួយផ្លែក្នុងមួយថ្ងៃនឹងជួយឲ្យអ្នកមានកម្លាំងមាំមួននិងមានស្បែកភ្លឺថ្លាតោះកុំភ្លេចញ៉ាំផ្លែប៉ោមទាំងអស់គ្នាណាសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំគឺជាផ្លែក្រូចដ៏ស្រស់ស្រាយនិងមានទឹកដមផ្អែមឆ្ងាញ់មើលចុះខ្ញុំមានពណ៌លឿងទុំនិងរូបរាងមូលខ្លំគួរឲ្យស្រឡាញ់នៅក្នុងខ្លួនរបស់ខ្ញុំសម្បូរទៅដោយវីតាមីន K យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលជាខែលការពាររាងកាយអ្នកពីជំងឺផ្ដាសាយនិងមេរោគផ្សេងនៅពេលដែលអ្នកញ៉ាំខ្ញុំជួយឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នករឹងមាំខ្លាំងក្លានិងជួយឲ្យស្បែករបស់អ្នកភ្លឺថ្លាមានសំណើមពីខាងក្នុងញ៉ាំខ្ញុំមួយផ្លែឬផឹកទឹកក្រូចស្រស់រាល់ថ្ងៃដើម្បីទទួលបានភាពស្រស់ស្រាយនិងសុខភាពល្អខ្ចោះសួស្តីមិត្តភក្តិខ្ញុំគឺបេននីជាផ្លែចេកដ៏លោឆាយមើលចុះខ្ញុំមានពណ៌លឿងស្រស់និងរាងកាយដ៏រឹងមាំនៅក្នុងខ្លួនរបស់ខ្ញុំសម្បូរទៅដោយប៉ូតាស្យូមនិងវីតាមីន B5 មួយដែលជួយឲ្យខួរក្បាលអ្នកឆ្លាតវៃនិងមានស្មារតីល្អនៅពេលដែលអ្នកញ៉ាំខ្ញុំផ្ដល់ថាមពលភ្លាមដល់រាងកាយនិងជួយការពារសាច់ដុំរបស់អ្នកមិនឲ្យរមួលក្រពើពេលលេងកីឡាញ៉ាំខ្ញុំមួយផ្លែមុនពេលហាត់ប្រាណឬពេលឃ្លានអ្នកនឹងមានកម្លាំងដូចជាកម្ពុជាវីរបុរសតោះមកញ៉ាំផ្លែចេកជាមួយខ្ញុំញ៉ាំផ្លែប៉ោមសម្រាប់បេះដូងញ៉ាំផ្លែក្រូចសម្រាប់ការពារជំងឺនិងញ៉ាំផ្លែចេកសម្រាប់ធ្វើពលភ្លេចញ៉ាំពូយើងជារៀងរាល់ថ្ងៃណាផ្លែឈើពិតជាមានរសជាតិឆ្ងាញ់និងផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យជួបគ្នាពេលក្រោយរក្សាសុខភាពឲ្យបានល្អណាស់លេហើយសូមជួយ like share follow page វីដេអូអរជួយជាកម្លាំងទឹកចិត្តដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតសូមអរគុណ